ខ្ញុំជឿថាមានបងប្អូនភាគច្រើនណាស់ចាដែលប្រើប្រេងដូងសម្រាប់លាបសក់សម្រាប់ខ្ញុំគឺប្រើតាំងពីក្មេងមករហូតដល់ឥឡូវក៏ខ្ញុំនៅប្រើកូនស្រីខ្ញុំក៏ប្រើដែរបងប្អូនកាលខ្ញុំរស់នៅស្រុកឥណ្ឌាគឺផ្ទះមួយណាក៏គេប្រើដែរហើយ castor oil ហ្នឹងក៏គេប្រើហើយនឹងប្រេងដូងក៏ប្រើដូចគ្នាខ្ញុំបានឃើញឯកសារបរទេសបងប្អូនប្រើស្តៀងខ្ញុំដែរហើយគ្រាន់តែបន្ថែម rosemary ហើយខ្ញុំ search មើល rosemary គឺល្អសម្រាប់សុខភាពខ្លាំងមែនទែនទោះបីជាខ្ញុំមិនប្រើប្រេងធម្មជាតិនេះក៏ខ្ញុំទិញដបតូចៗដែរបងប្អូនខ្ញុំទិញមានច្រើនម៉ូតច្រើនម៉ាកដែរបងប្អូនពេលដែលបងប្អូនធ្វើរួចហ្នឹងកុំភ្លេចដាក់នៅក្នុងដបដែលមានពណ៌រាងក្រមៅបែបនេះហើយយើងប្រើមួយអាទិត្យម្ដងទៅពីរដងអញ្ចឹងទៅលាបរួចហើយទៅយើងផ្អាប់ទុក30 នាទីឬមួយយប់ចឹងហើយចាំយើងកក់លាងចេញទៅចាវិធីធ្វើយ៉ាងណានោះខ្ញុំនឹងសរសេរជូននៅក្នុងcaption ណាបងប្អូនអាចយកទៅអានទៅចាស់ខ្ញុំអមរាមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាហើយយើងនឹងជួបគ្នាជាមួយនឹងវីដេអូផ្សេងៗទៀតនៅពេលក្រោយចាស់